ប្រទេសណាដែលចំណេញក្នុងសង្គ្រាមអូសបន្លាយនោះទេសៀមកំពុងតែបានដើរចូលសេណារីយ៉ូនៃវិនាសកម្មដូចជាសង្គ្រាមស៊ីវិលរបស់អាមេរិកសង្គ្រាមអូសបន្លាយពីលើកទី1និងលើកទី2វាយចូលឈ្លានពានខ្មែរសៀមបានបាត់បង់ពួកកងទ័ពរាប់រយនាក់ខូចខាតរថក្រោះរថពាស្ដែកកំភ្លើងតូចធំនិងមេទ័ពធំជាច្រើននាក់ដែលចាត់ទុកជាប្រវត្តិសាស្ត្រនៃសង្គ្រាមរបស់សៀមដែលបាត់បង់កូនកងទ័ពពួកមេទ័ពនិងខូចខាតសប្បាវុធធ្ងន់ធ្ងរបំផុតតាំងពីមុនសង្គ្រាមសម្ដេចតេជោសម្ដេចធួបមានប្រសាសន៍គឺសង្គ្រាមនេះមានរយៈពេលវែងដោយបានត្រៀមខ្លួនទុកជាមុនទើបយើងអាចឈរជើងមកដល់ថ្ងៃនេះចំណែកសៀមវិញគឺធ្វើសង្គ្រាមឈ្លានពានមិនប្រាប់ប្រជាពលរដ្ឋធ្វើឲ្យប្រជាពលរដ្ឋរត់ជាន់ជើងគ្នារស់នៅយ៉ាងវេទនាជាទីបំផុតនិងរហូតមានដល់ពួកជនជាតិសៀមក្រាតជំងឺវីកោជេរិតដោយសារសង្គ្រាមនេះជាសង្គ្រាមនៅលើទឹកដីខ្មែរក្នុងកម្រិតខ្មែរទប់ទល់អាចកំទេចសៀមបានប៉ុណ្ណឹងហើយចុះបាននៅក្នុងកម្រិតផ្សេងមួយទៀតសៀមប្រហែលជាត្រៀមក្តារមឈូសដាក់សពគឺមិនអស់នោះទេកងទ័ពសៀមចល័តដល់ពីណាគឺមានសត្វថ្មាតហោះនៅពីលើទីនោះបីដូចជាសញ្ញាប្រាប់ថាបន្តិចទៀតមានការស្លាប់ហើយនឹងក្លាយជាចំណីរបស់ពួកវាទើបពួកវាហោះពីលើនៅចាំមើលអ៊ុតសមរភូមិចាំចាក់ភ្នែកចាក់ហែកសាច់កងទ័ពសៀមក្លាយជាបំណែកចំណែកពួកឯកងទ័ពសៀមដែលសំណាងមានអ្នកយកសពទៅបានប៉ុន្តែមិនដែលឃើញបានសាកសពទាំងមូលនោះទេមិនបាច់ក្បែរដាច់ដៃដាច់ជើងដាច់ខ្លួនជាពីរចំណែកកងទ័ពសៀមរបួសវិញវះកាត់ដៃកាត់ជើងចោលពេញមន្ទីរពេទ្យសៀមរហូតមន្ទីរពេទ្យនៅតាមព្រំដែនសៀមគឺលែងមានកន្លែងដាក់កងទ័ពរបួសនៅក្នុងស្ថានភាពនេះគឺសៀមបានចាញ់ខ្មែររួចទៅហើយប៉ុន្តែដើម្បីកុំឲ្យចាញ់ចិត្តវាយ10ថ្ងៃបានត្រឹមតែក្បែរព្រំដែនខូចខាតបាត់បង់យ៉ាងធ្ងន់ធ្ងរបំផុតបើសិនជាសៀមហ៊ានប្រហារបន្តគ្មានប្រទេសណាដែលចំណេញក្នុងសង្គ្រាមអូសបន្លាយនោះទេសៀមកំពុងតែបានដើរចូលសេណារីយ៉ូនៃវិនាសកម្មដូចជាសង្គ្រាមស៊ីវិលរបស់អាមេរិកសង្គ្រាមអូសបន្លាយពីលើកទី1និងលើកទី2វាយចូលឈ្លានពានខ្មែរសៀមបានបាត់បង់ពួកកងទ័ពរាប់រយនាក់ខូចខាតរថក្រោះរថពាស្ដែកកំភ្លើងតូចធំនិងមេទ័ពធំជាច្រើននាក់ដែលចាត់ទុកជាប្រវត្តិសាស្ត្រនៃសង្គ្រាមរបស់សៀមដែលបាត់បង់កូនកងទ័ពពួកមេទ័ពនិងខូចខាតសប្បាវុធធ្ងន់ធ្ងរបំផុតតាំងពីមុនសង្គ្រាមសម្ដេចតេជោសម្ដេចធួបមានប្រសាសន៍គឺសង្គ្រាមនេះមានរយៈពេលវែងដោយបានត្រៀមខ្លួនទុកជាមុនទើបយើងអាចឈរជើងមកដល់ថ្ងៃនេះចំណែកសៀមវិញគឺធ្វើសង្គ្រាមឈ្លានពានមិនប្រាប់ប្រជាពលរដ្ឋធ្វើឲ្យប្រជាពលរដ្ឋរត់ជាន់ជើងគ្នារស់នៅយ៉ាងវេទនាជាទីបំផុតនិងរហូតមានដល់ពួកជនជាតិសៀមក្រាតជំងឺវីកោជេរិតដោយសារសង្គ្រាមនេះជាសង្គ្រាមនៅលើទឹកដីខ្មែរក្នុងកម្រិតខ្មែរទប់ទល់អាចកំទេចសៀមបានប៉ុណ្ណឹងហើយចុះបាននៅក្នុងកម្រិតផ្សេងមួយទៀតសៀមប្រហែលជាត្រៀមក្តារមឈូសដាក់សពគឺមិនអស់នោះទេកងទ័ពសៀមចល័តដល់ពីណាគឺមានសត្វថ្មាតហោះនៅពីលើទីនោះបីដូចជាសញ្ញាប្រាប់ថាបន្តិចទៀតមានការស្លាប់ហើយនឹងក្លាយជាចំណីរបស់ពួកវាទើបពួកវាហោះពីលើនៅចាំមើលអ៊ុតសមរភូមិចាំចាក់ភ្នែកចាក់ហែកសាច់កងទ័ពសៀមក្លាយជាបំណែកចំណែកពួកឯកងទ័ពសៀមដែលសំណាងមានអ្នកយកសពទៅបានប៉ុន្តែមិនដែលឃើញបានសាកសពទាំងមូលនោះទេមិនបាច់ក្បែរដាច់ដៃដាច់ជើងដាច់ខ្លួនជាពីរចំណែកកងទ័ពសៀមរបួសវិញវះកាត់ដៃកាត់ជើងចោលពេញមន្ទីរពេទ្យសៀមរហូតមន្ទីរពេទ្យនៅតាមព្រំដែនសៀមគឺលែងមានកន្លែងដាក់កងទ័ពរបួសនៅក្នុងស្ថានភាពនេះគឺសៀមបានចាញ់ខ្មែររួចទៅហើយប៉ុន្តែដើម្បីកុំឲ្យចាញ់ចិត្តវាយ10ថ្ងៃបានត្រឹមតែក្បែរព្រំដែនខូចខាតបាត់បង់យ៉ាងធ្ងន់ធ្ងរបំផុតបើសិនជាសៀមហ៊ានប្រហារបន្តរយៈពេល10ថ្ងៃទៀតដូចជាសៀមបង្កើតនិរុកទុកឲ្យខ្លួនឯងពីព្រោះថាទីកន្លែងសៀមត្រៀមមកស្លាប់គឺខ្មែរចាប់បានទីតាំងទាំងអស់គឺចាំតែពេលវេលាសៀមមកដល់ឆាប់បាននិងកំទេចចោលដោយបំបែកសាកសពឲ្យខ្ទេចគឺមិនអាចយកសាកសពត្រឡប់ទៅវិញខ្ញុំបញ្ចប់សំណេរត្រឹមតែប៉ុណ្្នឹងចុះបើមានចន្លោះខ្វះខាតត្រង់ចំណុចណាខ្ញុំក៏សូមការអធ្យាស្រ័យទុកជាមុនខ្ញុំសូមគោរពអរគុណបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃដើម្បីអានតាំងពីដើមរហូតមកដល់ចប់ចង់បញ្ចប់សូមបងប្អូនត្រូវតែបន្តជឿជាក់លើរាជរដ្ឋាភិបាលយើងដើម្បីជ័យជំនះការពារនៃជាតិយើងអត្ថបទរបស់លោកហុកណេវ